តើមឹងតាគឺជានរណាចង់ដឹងលម្អិតតាមដានវីដេអូនេះមឹងតាគឺជាកូនប្រុសរបស់លោកមឹងថាដែលជាអ្នកធ្លាប់គ្រប់គ្រងតំបន់លៀងក្នុងអំឡុងរាជកាលអធិរាជលៀងនៅចន្លោះឆ្នាំ150ដល់ឆ្នាំ170នៃគ្រិស្តសករាជដើមឡើយមឹងតាបានបម្រើការងារឲ្យលាវចាងដែលជាអ្នកគ្រប់គ្រងតំបន់មួយក្រោយមកលោកក៏បានក្បត់លាវចាងដើម្បីទៅចុះចូលជាមួយលាវប៉ៃនៅខណៈដែលលាវប៉ៃលើកទ័ពពីលោកអ៊ីជូនៅក្នុងអំឡុងដើមឆ្នាំ210នៃគ្រិស្តសករាជហើយក៏ដណ្ដើមគ្រប់គ្រងតំបន់នេះពីលាវចាងបន្ទាប់ពីបានគ្រប់គ្រងតំបន់អ៊ីជូបានសម្រេចលាវប៉ៃក៏បានចាត់ឲ្យមឹងតាទៅយាមការពារក្រុងជាងលៀងហើយក្រោយមកដំឡើងឋានៈលោកជាអ្នកគ្រប់គ្រងក្រុងនៃតំបន់អ៊ីទូនៅក្នុងឆ្នាំ219នៃគ្រិស្តសករាជមឹងតាបានទទួលបទបញ្ជាឲ្យដឹកនាំទ័ពចេញពីតំបន់ស៊ីគុយដើម្បីទៅវាយប្រហារតំបន់ហ្វាងលីងបន្ទាប់ពីបានវាយកាន់កាប់បានតំបន់ហ្វាងលីងហើយមឹងតាក៏បានចល័តកងទ័ពទៅខាងជើងហើយវាយយកបានក្រុងមួយទៀតគឺសាងយ៉ុងដែលជាកន្លែងដែលលោកបានប្រមូលផ្ដុំកម្លាំងទ័ពជាមួយនឹងលាវហ្វេងដែលត្រូវជាកូនធររបស់លាវប៉ៃនៅចុងឆ្នាំដែលនោះខណៈដែលមេទ័ពគុនអ៊ីត្រូវបានលំពាត់ដោយទ័ពសត្រូវនៅជីងជើគុនអ៊ីក៏បានផ្ញើសារសុំទ័ពជំនួយពីមឹងតានិងលាវហ្វេងប៉ុន្តែអ្នកទាំងពីរបានបដិសេធមិនព្រមជួយជាលទ្ធផលគុនអ៊ីត្រូវបានកងទ័ពរបស់ស៊ុនឈៀនចាប់ខ្លួនបាននិងក្រោយមកត្រូវបានគេបញ្ជាឲ្យប្រហារជីវិតមឹងតាក៏មានការភ័យខ្លាចថាលោកនឹងត្រូវមានទោសចំពោះការបដិសេធដែលលោកមិនបានជួយគុនអ៊ីហើយដូច្នេះហើយនៅអំឡុងខែសីហាឆ្នាំ220នៃគ្រិស្តសករាជលោកក៏បានដឹកនាំទ័ពចំនួន4000នាក់ទៅចុះចូលជាមួយនឹងឆាវភីបន្ទាប់មកមឹងតាក៏បានសរសេរសម្បត្តិមួយច្បាប់ផ្ញើមកជូនលាវហ្វេងដើម្បីប្រាប់ថាលាវហ្វេងកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ព្រោះតែមានមនុស្សចិត្តដិតរបស់លាវប៉ៃនឹងបាននិយាយអាក្រក់ពីគេហើយលោកក៏បានជំរុញឲ្យលាវហ្វេងនឹងចុះចូលជាមួយនឹងឆាវភីដែរទៅទោះជាយ៉ាងណាក៏ដោយលាវហ្វេងក៏មិនបានស្ដាប់តាមការឲ្យយោបល់របស់មឹងតាដែរទីបំផុតលាវហ្វេងត្រូវបានលាវប៉ៃបញ្ជាឲ្យគេប្រហារជីវិតពីបទខកខានមិនបានទៅជួយគុនអ៊ីនិងពីបទមិនអាចហាមឃាត់មឹងតាដែលទៅចុះចូលជាមួយសត្រូវក្រោយមកមឹងតាត្រូវបានទទួលការតែងតាំងពីរាជការឆាវអ៊ុយនៅក្នុងតំណែងសំខាន់ជាបន្តបន្ទាប់និងឲ្យគ្រប់គ្រងតំបន់មួយដែរហើយខាងរាជការនគរឆាវអ៊ុយក៏បានប្រគល់ភារកិច្ចឲ្យលោកការពារព្រំដែននៃភាគនិរតីនៃនគរផងដែរជូកលៀងតែងតែព្យាយាមតាក់ទងទៅមឹងតាដើម្បីឲ្យលោកត្រឡប់មកចុះចូលនគរស៊ូវិញបើទោះបីជាមានការជំទាស់ពីមន្ត្រីជាច្រើនរបស់នគរស៊ូក៏ដោយដែលបានលើកឡើងថាមឹងតាគឺជាជនក្បត់ជាតិដែលមិនអាចទុកចិត្តបានបន្ទាប់ពីឆាវភីសោយទីវង្គតនិងបានបន្តរាជដោយអធិរាជថ្មីគឺឆាវរួយហើយអធិរាជថ្មីនេះគឺមិនសូវទុកចិត្តនឹងមឹងតាឡើយម្យ៉ាងវិញទៀតមិត្តភ័ក្តិជិតស្និទ្ធរបស់លោកដូចជាហ៊ួនជានិងស៊ីហោសាងក៏បានទទួលមរណភាពអស់ដែរតែធ្វើឲ្យលោកនឹងមានអារម្មណ៍ថាឯកាមកលោកក៏បានយល់ព្រមចុះចូលជាមួយនគរស៊ូវិញទោះជាយ៉ាងណាក៏ដោយផែនការបះបោរនិងចុះចូលជាមួយនគរស៊ូរបស់មឹងតាក៏បានបែកធ្លាយស៊ឺម៉ាអ៊ីក៏បានព្យាយាមតាក់ទងផ្ញើសារមកមឹងតាដើម្បីឲ្យលោកមានការរារែកក្នុងបំណងពន្យាពេលគណៈដែលស៊ឺម៉ាអ៊ីបានធ្វើដំណើរមកដល់ក្រុងស៊ីនឆឹងក្នុងរយៈពេលត្រឹមតែ8ថ្ងៃប៉ុណ្ណោះនិងរៀបចំខ្លួនដើម្បីប្រយុទ្ធបន្ទាន់លោកត្រូវបានចាប់ខ្លួននិងប្រហារជីវិតដោយស៊ឺម៉ាអ៊ីនៅក្នុងឆ្នាំ228នៃគ្រិស្តសករាជ